មួយទៀតផងដែរយើងក៏បាននិយាយអំពីគុណភាពនៃការប្រស្រ័យទាក់ទងអាចនិយាយដោយខ្លីថានេះគឺជាផ្នត់គំនិតរបស់អ្នកប្រស្រ័យទាក់ទងប្រកបដោយគុណភាពប្រកបដោយវិជ្ជាជីវៈយើងត្រូវតែគោរពទៅលើគោលការណ៍6យ៉ាងគ្រប់ពេលដែលយើងប្រស្រ័យទាក់ទងជាមួយណាម្នាក់មិនថាថ្នាក់លើមិនថាបុគ្គលិកឬក៏អ្នកដែលនៅក្បែរយើងទេអ្វីដែលយើងត្រូវចាំនោះនៅពេលដែលយើងចាប់ផ្ដើមប្រស្រ័យกับអ្នកក្នុងមួយគេយើងត្រូវគិតអំពីរឿងរ៉ាវ6យ៉ាងបាទទី1សារដែលយើងផ្ញើទៅត្រូវតែច្បាស់ clear message អញ្ចឹងនៅពេលដែលយើងបញ្ជូនសារនៅពេលដែលយើងនិយាយទៅកាន់ណាម្នាក់ប្រកាសបញ្ជាថាសាររបស់យើងត្រឹមត្រូវនិងច្បាស់លាស់ទី2នៅពេលដែលយើងបញ្ជូនសារទៅគេត្រូវចាំថាយើងត្រូវតែគោរពនិងឲ្យតម្លៃពោលគឺ respecting មានន័យថាគ្រប់ពេលដែលយើងនិយាយទៅកាន់គេទោះបីជាពាក្យសម្ដីយើងក៏ដោយទោះបីជាកាយវិការយើងក៏ដោយយើងត្រូវចាំថាមនុស្សយើងត្រូវការគោរពឲ្យតម្លៃដូច្នេះត្រូវប្រយ័ត្នកន្លែងនេះមែនទេនិងទី3នោះតាក់ទង no judgment នៅពេលដែលយើងនិយាយពី no judgment សំដៅទៅលើគុំវិនិច្ឆ័យគ្រប់ពេលដែលយើងប្រស្រ័យតំណាក់ក្នុងណាម្នាក់ទោះបីយើងស្ដាប់ក៏ដោយទោះបីជាយើងនិយាយក៏ដោយត្រូវចាំថាសូមឲ្យគេនិយាយឲ្យចប់សិនសូមគុំវិនិច្ឆ័យគេគណៈពេលដែលគេមិនទាន់បានបញ្ចប់នៃកិច្ចសន្ទនារបស់គេពេលខ្លះអ្វីដែលយើងគិតវិនិច្ឆ័យគេវាអាចខុសនៅអ្វីដែលគេកំពុងតែមានដូច្នេះដំណោះស្រាយល្អបំផុតគឺស្ដាប់ឲ្យយល់ហើយចង់បញ្ចប់សូមវិនិច្ឆ័យគុំវិនិច្ឆ័យគណៈពេលដែលគេកំពុងនិយាយទី4នោះតាក់ទងនឹង clarification មានន័យថាចង់បញ្ចប់នៃកិច្ចសន្ទនារបស់យើងត្រូវប្រកាសបញ្ជាថាអ្វីដែលយើងទទួលព័ត៌មានពីគេហើយគេទទួលព័ត៌មានពីយើងនោះវាត្រឹមត្រូវនិងច្បាស់លាស់ដែរទេល្អបំផុតនៅចុងចប់យើងគួរតែមានការសួរបញ្ជាក់នៅអ្វីដែលយើងបានយល់អាចនិយាយថាអ្វីដែលបងចង់និយាយនេះគឺមានន័យចេះមែនទេឬក៏សង្ខេបទៅអ្វីដែលបងចង់លើកឡើងគឺទី1ទី2ទី3ធ្វើបែបនេះគឺដើម្បីបញ្ជាក់ថាតើអ្វីដែលយើងស្ដាប់នោះយល់ព័ត៌មានពីគ្នាដែរទេនិងទី5នោះគឺតាក់ទងនឹង two way communication នៅពេលដែលយើងនិយាយពីការប្រស្រ័យតាក់ទងដ៏ល្អអ្នកដែលប្រកែកប្រស្រ័យតាក់ទងគឺមិនមែនមានន័យថាមានតែម្នាក់ជាអ្នកនិយាយមានម្នាក់ជាអ្នកស្ដាប់ទេពោលគឺការនិយាយដ៏ល្អព្យាយាមយ៉ាងមិនក៏ដោយឲ្យដៃគូរបស់យើងបាននិយាយដែរនៅពេលដែលយើងបង្កើតនៅបរិយាកាសទៅវិញទៅមកបែបនេះមានន័យថានេះគឺជាការប្រស្រ័យតាក់ទងមួយដ៏ល្អនិងមានប្រសិទ្ធភាពពលដៃគូរបស់យើងក៏មានភាពកក់ក្ដៅពីព្រោះគេយល់ថាយើងឲ្យតម្លៃគេឲ្យគេបានបញ្ចេញនៅទស្សនៈនិងការទស្សនៈរបស់គេនិងការយល់ឃើញរបស់ពួកគេនេះគឺជាអ្វីដែលយើងគួរកត់សម្គាល់និងទី6នោះគឺតាក់ទងនឹង active listening ការស្ដាប់យ៉ាងសកម្មការស្ដាប់យ៉ាងសកម្មមិនមែនស្ដាប់ត្រឹមតែជាក៏ប៉ុន្តែយើងស្ដាប់ដោយបេះដូងពលនៅពេលដែលយើងស្ដាប់នរណាម្នាក់និយាយកុំព្យាយាមស្ដាប់ដើម្បីឆ្លើយតបក៏ប៉ុន្តែស្ដាប់ដើម្បីយល់ជារឿងដែលសំខាន់ដូច្នេះនៅពេលដែលយើងចាប់ផ្ដើមប្រស្រ័យទាក់ទងសូមកុំភ្លេចគោលការណ៍ទាំង6យ៉ាងនេះប្រសិនបើយើងចង់ក្លាយទៅជាអ្នកដែលពូកែក្នុងការប្រស្រ័យទាក់ទងដ៏មានប្រសិទ្ធភាពអរគុណ